ชีวิตมนุษย์มันแมนจีบและกร้องนุเตពេលខ្លះយើងជួបនឹងការលំបាកការបរាជ័យនិងការឈឺចាប់ដែលធ្វើឲ្យយើងចង់បោះបង់ក៏ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺកុំបោះបង់ក្តីសង្ឃឹមដូចជាពន្លឺដ៏តូចមួយនៅចុងផ្លូវដ៏សែនងងឹតដែលជួយឲ្យយើងមានកម្លាំងបន្តទៅមុខមនុស្សដែលមានក្តីសង្ឃឹមគឺមនុស្សដែលអាចឈ្នះលើបញ្ហានិងរៀនពីកំហុសរបស់ខ្លួនពេលយើងជឿជាក់លើខ្លួនឯងនិងរក្សាអារម្មណ៍វិជ្ជមានយើងនឹងអាចសម្រេចគោលដៅនានាការរស់នៅដោយក្តីសង្ឃឹមមិនមែនមានន័យថាមិនមានទុក្ខសោកនោះទេប៉ុន្តែជាការរស់នៅដោយជឿថាក្រោយភ្លៀងនឹងមានពន្លឺថ្ងៃដូច្នេះយើងគួរតែបង្រៀនខ្លួនឯងឲ្យមានការអត់ធ្មត់និងរក្សាអារម្មណ៍ល្អជានិច្ចក្តីសង្ឃឹមនឹងធ្វើឲ្យជីវិតយើងពោរពេញទៅដោយកម្លាំងវិជ្ជមាននិងនាំឲ្យយើងឈានដល់ភាពជោគជ័យពិតប្រាកដជីវិតមនុស្សគឺជាដំណើរផ្លូវដ៏វែងឆ្ងាយដែលពោរពេញទៅដោយការលំបាកនិងការប្រឈមជាច្រើនមិនមាននរណាម្នាក់ដែលរស់នៅដោយសុភមង្គលជានិច្ចនោះឡើយពេលខ្លះយើងជួបការបរាជ័យការខកចិត្តឬបញ្ហាដែលធ្វើឲ្យយើងមានអារម្មណ៍ថាការរស់នៅគឺគ្មានន័យអ្វីទេក៏ប៉ុន្តែអ្វីដែលយើងត្រូវចងចាំនោះគឺក្តីសង្ឃឹមជាគន្លងដ៏សំខាន់បំផុតនៃជីវិតរបស់មនុស្សក្តីសង្ឃឹមជាធម៌ពលវិជ្ជមានដែលជួយឲ្យយើងឈរឡើងវិញបន្ទាប់ពីការដួលវាជួយឲ្យយើងមិនបោះបង់ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយមនុស្សដែលមានក្តីសង្ឃឹមគឺមនុស្សដែលអាចបន្លែងបញ្ហាទៅជាឱកាសនិងរៀនពីបទពិសោធន៍ក្នុងអតីតកាលដើម្បីកែលម្អអនាគតក្តីសង្ឃឹមដូចជាពន្លឺតូចមួយនៅចុងផ្លូវដ៏សែនងងឹតដែលនាំឲ្យយើងឃើញទិសដៅទៅមុខក្នុងជីវិតជារៀងរាល់ថ្ងៃយើងគួរតែបង្រៀនខ្លួនឯងឲ្យគិតតែរឿងវិជ្ជមាននិងរក្សាអារម្មណ៍ល្អជានិច្ចការជឿជាក់លើខ្លួនឯងនិងការរស់នៅដោយទំនួលខុសត្រូវជួយឲ្យយើងអភិវឌ្ឍខ្លួននិងមានភាពជោគជ័យបើគ្មានក្តីសង្ឃឹមយើងនឹងងាយនឹងជួបប្រទះនឹងភាពស្មុគស្មាញក្នុងជីវិតប៉ុន្តែបើមានក្តីសង្ឃឹមយើងនឹងអាចចូលឈ្នះលើអ្វីៗទាំងអស់បានដូច្នេះការរស់នៅដោយក្តីសង្ឃឹមគឺជាគន្លងដ៏សំខាន់នាំឲ្យជីវិតមានអត្ថន័យក្តីសង្ឃឹមនឹងជួយឲ្យយើងមានកម្លាំងដើម្បីបន្តសម្រេចគោលដៅនិងធ្វើឲ្យជីវិតពោរពេញទៅដោយសុភមង្គលពិតប្រាកដយើងគួររៀនចូលចិត្តជីវិតទោះបីជាវាមិនល្អឥតខ្ចោះក៏ដោយពីព្រោះនៅពេលដែលយើងរក្សាក្តីសង្ឃឹមនៅក្នុងចិត្តនោះជីវិតយើងនឹងមានពន្លឺមិនចេះអស់ជីវិតមនុស្សពោរពេញទៅដោយការប្រឈមនិងការប្រែប្រួលជាបន្តបន្ទាប់ក្តីសង្ឃឹមជាគន្លងដ៏សំខាន់ជួយឲ្យយើងឈរឡើងវិញពេលបរាជ័យនិងបន្តទៅមុខដោយភាពមុតមាំប្រសិនបើយើងអាចរក្សាក្តីសង្ឃឹមនិងជឿជាក់លើសមត្ថភាពខ្លួនឯងយើងនឹងអាចឈានដល់ភាពជោគជ័យនិងសុភមង្គលពិតប្រាកដដូច្នេះយើងគួរតែរស់នៅដោយចិត្តវិជ្ជមានធ្វើល្អជានិច្ចនិងរក្សាក្តីសង្ឃឹមជានិមិត្តសញ្ញានៃជីវិតដើម្បីអនាគតដ៏ភ្លឺថ្លារបស់យើង